បងប្អូនអាចចូលទៅក្នុង app ប៉ាជឿពន្លឺជីវិតไปចូលថ្ងៃខែឆ្នាំកំណើតម៉ោងកើតឲ្យបានត្រឹមត្រូវមកភេទឲ្យបានត្រឹមត្រូវមកចុចព្យាករណ៍បន្ទាប់មកទៀតបងប្អូនសម្លឹងមើលនៅក្នុងតារាងមេថាតើមានធាតុទាំងពីរនឹងអត់នៅកន្លែងណាក៏បានឬក៏ឃ្លាតពីគ្នាមកបកគោលក៏បានឃ្លាតពីគ្នាពីរបកគោលក៏បានមុខក្រោយមួយណាមុខមួយណាក្រោយក៏បានដែរអត់បញ្ហាទេឲ្យតែមានទាំងពីរធាតុព្រមគ្នាគឺបានន័យថាយើងជាបុគ្គលដែលមានភ័ព្វសំណាងមានគេជួយជ្រោមជ្រែងច្រើនធ្វើអ្វីគឺអត់សូវមានឧបសគ្គក្នុងជីវិតទេជីវិតគឺរលូនហ្មងបាទរលូនធ្វើអីក៏ជោគជ័យដែរមួយទៀតគឺឈើបោកវកដីដកមមែឈើបោកវកដីដកមមែដូចគ្នាបើសិនយើងមានអាហ្នឹងបានថាជីវិតយើងអត់សូវមានឧបសគ្គទេហើយធ្វើអីក៏ជោគជ័យដែររលូនទៅមុខហើយករណីទី3ឈើបោកវកឈើដកឆ្លូវមានពីរហ្នឹងនៅក្នុងតារាងមេព្រមគ្នាគឺធ្វើឲ្យជីវិតយើងមានភ័ព្វសំណាងធំបានន័យថាមានទេវតាចាំជួយយើងជានិច្ចទោះបីយើងជួបឧបសគ្គអីក៏ដោយគឺយើងអាចដោះស្រាយបានហើយយើងជាបុគ្គលដែលនឹងក្លាយទៅជាអ្នកដែលជោគជ័យបាទអ្នកដែលជោគជ័យហើយចុងក្រោយគឺឈើបោកវកហើយនឹងដីដកឆ្លូវដូចគ្នាបើសិនជាយើងមានពីរធាតុហ្នឹងនៅក្នុងតារាងមេរបស់យើងនៅក្នុងតារាងមេរបស់យើងគឺបានន័យថាយើងជាបុគ្គលម្នាក់ដែលធ្វើអ្វីៗគឺសម្រេចតាមសេចក្តីប្រាថ្នាជីវិតអត់មានឧបសគ្គច្រើនទេហើយជីវិតបែបនេះគឺជាជីវិតមួយដែលសម្បូរគេជួយជ្រោមជ្រែងច្រើនណាបងប្អូនអញ្ចឹងបងប្អូនអាចវាយតម្លៃតារាងខ្សែជីវិតបងប្អូនបានហើយនឹងកូនចៅរបស់បងប្អូនថាតើមានធាតុមួយក្នុងចំណោម4ដែលខ្ញុំបានលើកឡើងដែរឬអត់បើសិនមានខ្ញុំអបអរសាទរគឺល្អមែនតើអានេះជាបន្សំគីមីជាបន្សំធាតុគីមីដែលល្អលេខ1បើសិនបងប្អូនមានអញ្ចឹងគឺករណីនេះគឺខ្ញុំលើកឡើង4ធាតុហ្នឹងបងប្អូនចាំហើយព្យាយាមទៅមើលក្នុងតារាងបងប្អូនកូនចៅរបស់បងប្អូនថាតើមានអត់បើថាមានគឺល្អមែនតើហ្មងល្អមែនតើអូខេតោះបងប្អូនមានសំណួរអីសួរឈីហុងស៊ុយនិងតារាសាលើទៅកាន់អនាគតដ៏ភ្លឺស្វាង